បរិយាកាសឈៀលៗអមជាមួយនឹងផ្ទៃទឹកហូរនៅពីក្រោមរួមជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងបើសិនជាមានអូនអង្គុយនៅក្បែរបងអង្គុយសាសងមិនដឹងជាល្អយ៉ាងណាទេរលឹមស្រេចបានជាមួយនឹងសាច់គោអាំងណេះមិនចោលទេជាមួយនឹងការ៉េតត្រជាក់យ៉ាងណាក៏ដោយតែបើមានអូននៅក្បែរច្បាស់ជាកក់ក្ដៅនិយាយពីដំណើរមួយនេះវិញគ្មានកម្រងនោះទេកំពុងតែធ្វើការមេថាវិបុលបិទតូបដើរលេងខ្ញុំឯនេះឮដូច្នោះអាយ៉ាស់អាញ៉ាយប៉ុណ្ណាពួកយើងក៏បានធ្វើដំណើរចេញពីខេត្តប្រមាណប្រហែលជា30នាទីក៏បានមកដល់កន្លែងមួយនឹងទីកន្លែងមួយនេះមានឈ្មោះថាស្ទឹងមរាដែលមានទីតាំងស្ថិតនៅភូមិមរាស្រុកប្រាសាទបាឡាំងខេត្តកំពង់ធំយើងនឹងពេលទៅដល់ហើយអាយូទេសភាពគេញាក់សាច់តែហ្មងក្រោយពីមេឃភ្លៀងមកក៏ស្រឡះតែម្ដងអត់ក្តៅនោះទេដោយសារតែមេឃវារៀងសទុំអញ្ចឹងតិចឈៀលតែហ្មងមេទៅដល់ក៏រកកន្លែងអង្គុយខ្ញុំមិនឯអត់ទេចុះទៅពីលើឡានភ្លាមណេះដើរក៏វ៉ែថតដល់ពេញម្នឹងឯងឲ្យតែបានដើរជាឱកាសយើងថតវីដេអូហើយកំងមួនកំងខ្ញុំបានមានមីធំឲ្យមានមុននឹងឯងថ្លៃ50000នឹងឯងមុន1គីឡូជាង1គីឡូ7-8ខាំឲ្យមានព្រីបាយមួយឆ្នាំងឲ្យមុនមួយមុនហ្នឹងថ្លៃ50000មានព្រីបាយបើអត់ព្រីបាយរៀងមិនតូចថ្លៃ30000 35000 30000ហើយនឹង40000 50000ហ្នឹងធំហើយមានប្រហែលមានបុកសាច់ប៉ាតេបុកជើងក្តាមបុកក្តាមបុកជើងមាន់សាច់ប៉ាតេប្រហែលហើយឆាមីដែលលេខទូរស័ព្ទខ្ញុំ088 536358នៅពេលដែលពុកម៉ែបងប្អូនទាំងអស់គ្នាបានធ្វើដំណើរទៅលេងកម្សាន្តនៅតំបន់ស្ទឹងមរៈនេះលោកអ្នកអាចទិញម្ហូបអាហារទៅពីខាងក្រៅក៏បានឬក៏អាចកំងទិញនៅកន្លែងអ៊ីក៏លក់នៅទីនោះក៏បានដែរតែយកល្អអ្នកទាំងអស់គ្នាគួរតែជួយទិញអ៊ំអ៊ីដែលគាត់លក់នៅទីនោះទៅតម្លៃក៏វាមិនសូវជាខុសគ្នាប៉ុន្មាននោះទេយើងចូលរួមជួយទិញពួកគាត់ទៅទុកថាជួយចូលរួមជួយសហគមន៍យើងហើយដោយសារតែមានពួកគាត់នឹងឯងទើបកន្លែងហ្នឹងមានបរិយាកាសស្អាតអញ្ចឹងណាមិនមានសម្រាប់មានអីច្រើននោះទេគឺពួកគាត់អ្នកជួយរៀបចំឥឡូវនេះតំបន់ទេសចរមួយនេះគឺទឹកក៏កាន់តែឡើងហើយទេសភាពក៏កាន់តែស្អាតញាក់សាច់តែហ្មងពេលខ្ញុំទៅលេងនៅកន្លែងនោះអត់មានអូនគឺមានតែបងអត់មានអ្នកអង្គុយសាសងឈៀលជាមួយនឹងគ្នានោះទេបើលេងម្នាក់ឯងឈៀលម្នាក់ឯងរុករកគ្រប់ទីកន្លែងដើម្បីផ្ដិតយករូបភាពនិងទេសភាពស្អាតជូនពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានទស្សនាបងប្អូនខ្លះបានមកលេងនៅស្ទឹងមរៈនឹងឯងបានដើរទៅខាងមុខទេតែកន្លែងខាងក្នុងនេះមិនដែលបានចូលនោះទេអូយពេលដែលបានដើរចូលទៅយើងទៅជាក់ចិត្តតែម្ដងជាមួយនឹងទេសភាពដើមស្នៃដ៏ស្រស់បំព្រងបានដើរនៅលើឈើនឹងទៅក្តារនឹងទៅទឹកហូរស្រាក់នៅពីក្រោមអូញាក់សាច់ហ្មងតិចភ្នែកយកតែហ្មងអ្នកណាដែលធ្វើការសម្លឹងទូរស័ព្ទច្រើនសម្លឹងកុំព្យូទ័រច្រើនអីមកមើលទេសភាពអញ្ចឹងម្ដងមកដើម្បីឲ្យភ្នែកយើងមានសភាពស្រស់ថ្លាមានសុខភាពល្អអញ្ចឹងណាកៅភ្នែកយើងគឺជាចង្គៀងនៃរូបកាយរបស់យើងតែភ្នែកយើងមើលលែងឃើញអ្វីលែងស្រស់បំព្រងទៀតហើយដូច្នេះហើយគួរតែមកលេងស្រស់ស្រូបនឹងបើកម្លាំងដល់កៅភ្នែករបស់យើងនេះឲ្យវាមានភាពស្រស់ថ្លាខ្លះជាមួយនឹងធម្មជាតិបែបឈៀលនេះម្ដុំនេះគឺទេសភាពគឺស្អាតមែនតើនៅពេលដែលយើងឈរមើលកន្លែងហ្នឹងគឺឃើញទេសភាពច្រើនផ្នែកស្អាតហើយនៅពេលដែលយើងចូលមកខាងក្នុងគេក៏មានកញ្ចក់ដែរនៅក្នុងហ្នឹងអញ្ចឹងណាគឺមានអារម្មណ៍ថាវាអត់ក្តៅនោះទេទោះបីជាមេឃក្តៅប៉ុន្តែមានអារម្មណ៍ថានៅតែត្រជាក់ដោយសារតែនៅជុំវិញហ្នឹងហើយវាពោពេញទៅដោយព្រៃអញ្ចឹងណាមិនត្រឹមតែព្រៃទេសូម្បីតែផ្ទៃទឹកក៏នៅពីក្រោមដែរអញ្ចឹងហើយបានធ្វើឲ្យបរិយាកាសនៅកន្លែងនោះវាលក្ខណៈវាមានអារម្មណ៍ថាត្រជាក់អញ្ចឹងណាហើយទឹកហ្នឹងគឺហូររហូតនឹងឯងវាអត់ដែលខាស់អត់ដែលរិញអីនោះទេបើថារិញវាអត់រិញអត់ដាច់ណាមិននៅតែទឹកហូរប្រព័ន្ធទឹកនេះមិនដឹងថាវាហូរមកពីណាទេប៉ុន្តែវាហូរធ្លាក់ទៅក្រោមគឺហូរទៅកាន់អូពងរងអូខ្លាដេកអូទៅពាំងក្បាលខ្មោចរហូតទៅដល់ព្រៃប្រោះតែម្ដងណែជាមួយបងទៅពេលហ្នឹងគឺគេអត់មានរៀបចំមន់ដុតមន់អីទេដោយសារតែទឹកទៅឡើងអញ្ចឹងណាឥឡូវទៅដល់នេះបងគាត់ទិញសាច់គោសាច់អីយកទៅអាំងឈៀលនៅមាត់ទឹកហ្នឹងតែម្ដងនៅពេលដែលពួកខ្ញុំទៅហ្នឹងគឺមេឃកំពុងតែភ្លៀងហើយរលឹមស្រក់អញ្ចឹងញ៉ាំរបស់ក្តៅទៀតអូញាក់សែតតែមកមើលទៅបរិយាកាសទៅដឹងថាអែមប៉ុណ្ណាហើយមើលអូនតូចនេះក៏ឈៀលតែគេនៅមាត់ទឹកអញ្ចឹងណាណែអង្គុយញ៉ាំក្រានធ្វើមិនដឹងហើយបងក៏នាំគ្នាឈៀលបែបទ្រីងរបស់គាត់ទៅហើយខណៈក៏ឈៀលជាមួយកូនគាត់ទៅចំណែកឯខ្ញុំម្នាក់គឺដើរឈៀលតែម្នាក់ឯងជាមួយនឹងបរិយាកាសនិងទេសភាពនៅទីនោះពេលដែលយើងទៅឯងនេះគូគេសម្បីតែអាំងសាច់គេឈរជាគូដែរគេទៅម្នាក់មកគូចំណែកខ្ញុំម្នាក់ទៅតែឯងសង្ឃឹមថាថ្ងៃណាមួយនឹងទៅជាមួយនឹងវត្តមានរបស់អូនអូននៅទីណាអូននៅទីណាអូហេតុអ្វីក៏ស្ងួនទុកឲ្យបងស៊ីសាច់គោតែម្នាក់ឯងអញ្ចឹងសូម្បីតែគេងនៅអង្រឹងក៏គេងម្នាក់ឯងដែរណែមើលម៉ាក់កូនគេឈៀលតែហ្មងហ្នឹងណា